តោះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបនៃការ export file 3D នៅក្នុងកម្មវិធី Blender ដើម្បីយកទៅធ្វើ 3D animation នៅក្នុងកម្មវិធី After Effects ដែលយើងប្រើប្រាស់ជាមួយនឹង Element 3D ណាអញ្ចឹងចង់ដឹង workflow វាគេធ្វើម៉េចមកមើលវីដេអូនេះជាមួយគ្នាអញ្ចឹងជំនាញដំបូងនៅក្នុង Blender យើងធ្វើការ remove material ទាំងអស់ដែលយើងបាន apply ទៅលើ object ដែលយើងបាន separate វាចេញពីគ្នាណាឧទាហរណ៍ដូចជា speaker នេះអញ្ចឹងនៅពេលដែលយើង select លើវាយើងឃើញ material ដែលយើងបានដាក់ឲ្យវាឯតោះណាអញ្ចឹងនៅកន្លែង material របស់យើងនេះយើងធ្វើការ remove វាចេញមកចុចកន្លែងដកហ្នឹងមកបន្តមកទៀតអ្នកគ្នាចុច new material មួយមកអញ្ចឹងនៅលើ material ថ្មីរបស់យើងនេះយើងអត់ចាំបាច់ដាក់អីទាំងអស់យើងយកវា default ចឹងមកប៉ុន្តែអ្វីដែលគ្នាត្រូវធ្វើគឺយើងត្រូវ rename នៅលើ material របស់យើងអញ្ចឹងកន្លែងនេះបើសិនអ្នកគ្នាអត់ rename វាទេនៅពេលដែលវា import ចូលទៅកាន់ element 3D វាអត់មានឈ្មោះនៅលើនឹងដូចគ្នាអញ្ចឹងយើងពិបាកនៅក្នុងការស្វែងរកទៅលើ material របស់យើងណាអញ្ចឹងកន្លែងនេះអ្នកគ្នាចាំបាច់ត្រូវតែ rename ឈ្មោះ material របស់យើងមួយមួយមកទៅតាមផ្នែករបស់វាមកណាអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើហើយយើងចុច A select វាទាំងអស់មកហើយយើងចូលមក file export ហើយយើងយកជាមួយនឹង file obj ដោយសារតែនៅក្នុង element 3D គឺវា support ជាមួយតែ file obj ទេអញ្ចឹងនៅកន្លែង general យើងធ្វើការ take កន្លែង selection only មកគោលដៅរបស់យើងគឺយើងចង់យកតែទូរស័ព្ទ model របស់យើងទៅទេយើងអត់ចង់បានកាមេរ៉ាក៏ដូចជា lighting ទៅទេបន្តមកទៀតនៅខាងក្រោមគឺយើងយក default បែបហ្នឹងមកហើយយើងធ្វើការចុច export obj នេះមកបន្តមកទៀតយើងចូលមក After Effects ហើយយើងបើកជាមួយនឹង element 3D របស់យើងមកហើយអ្នកគ្នាចុចពី import ហើយយើងធ្វើការ select ជាមួយនឹង file obj ដែលយើងបានធ្វើការ export ពី Blender មិញមកហើយអ្នកគ្នាចុច openបន្តមកទៀតនៅកន្លែង panel material នេះយើងយក default បែបហ្នឹងមកហើយអ្នកគ្នាចុច OK មកឥឡូវ file CD របស់យើងគឺវាចូលមកហើយប៉ុន្តែវាទូចពេកអញ្ចឹងអ្នកគ្នាចូលមកកន្លែង edit ហើយយើងយកពាក្យថា normal size អញ្ចឹងនៅកន្លែងនេះសុទ្ធតែជា default material ដែលយើងបាន add វាថ្មីនៅក្នុងកម្មវិធី Blender នេះវាមានឈ្មោះរបស់វាតាមនឹងអញ្ចឹងណាអញ្ចឹងយើងងាយស្រួលនៅក្នុងការបង្កើតទៅលើ material នៅក្នុង element CD នេះអ្នកគ្នាគ្រាន់តែ select នៅលើវាមកហើយយើងចូលមកកន្លែង edit មកអ្នកគ្នាអាចធ្វើការសេរីជាមួយនឹង material របស់អ្នកគ្នាបានប៉ុន្តែនៅក្នុងករណីអ្នកគ្នាអត់ចេះបង្កើតវាទេអ្នកគ្នាចូលមកកន្លែង preset ហើយយើងយក material នេះមកចឹងនៅកន្លែងនេះគេមាន material មួយចំនួនដែលអ្នកគ្នាអាចយកទៅប្រើប្រាស់បានណាអ្នកគ្នាបើកកន្លែង scene របស់យើងនេះមកចាអានេះសុទ្ធតែជា material default ដែលយើងបានបង្កើតវានៅក្នុងកម្មវិធី Blender ណាចឹងក្នុងករណីអ្នកគ្នាចង់ធ្វើការ add material នៅក្នុង element 3D ឲ្យវាដោយមានស្រាប់អ្នកគ្នាអាចធ្វើការទាញពីនេះទៅបានឧទាហរណ៍ខ្ញុំចង់បាន material មួយនេះខ្ញុំទាញ apply ទៅលើហ្នឹងមកចឹង material របស់យើងគឺវា apply ចូលមកនេះឃើញទេអញ្ចឹងអ្នកគ្នាធ្វើការ set up material ទៅតាមហ្នឹងមកអូខេអញ្ចឹងនេះគឺជាលទ្ធផលដែលយើង apply ជាមួយនឹង material ហើយនៅក្នុង element 3D របស់យើងណាអញ្ចឹងពេលដែលយើងចូលទៅ After Effects គឺយើងមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងទៅលើចលនា 3D របស់យើងណាអូខេអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះមានប៉ុណ្ណឹងបាទអ្នកគ្នាមានចម្ងល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយបើចង់សិក្សាជាមួយថ្នាក់ After Effects អាចធ្វើការ inbox មកខ្ញុំផ្ទាល់បានអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយ